បាទសួស្តីបងប្អូនអរគ្នាបាទស្វាគមន៍សាជាថ្មីមកកាន់ Channel របស់ខ្ញុំបាទអូខេអញ្ចឹងខានជួបគ្នាបាទចិត្តមួយខែបងប្អូនអរគ្នាបាទដោយសារតាមានបញ្ហាជំងឺ Covid បាទ Covid អញ្ចឹងទៅអត់បានធ្វើវីដេអូបង្ហាញទៅកាន់បងប្អូនអរគ្នាអញ្ចឹងណាបាទខ្ញុំជួប Covid ចិត្តមួយខែឥឡូវខ្ញុំបានជាសះស្បើយវិញហើយហ្នឹងហើយហើយឥឡូវនេះបានត្រឡប់មកវិញហើយក៏បានជែករំលែកនៅកម្មវិធីល្អក៏ដូចជាថ្មីសម្រាប់បង្ហាញទៅកាន់បងប្អូនអរគ្នាហើយសម្រាប់កម្មវិធីនឹងផងដែរនៅពេលដែលបងប្អូនអរគ្នាធ្វើការចុះឈ្មោះដំបូងបងប្អូនអរគ្នានឹងទទួលបាន$5 free សម្រាប់បញ្ចូលការទូរស័ព្ទឬក៏យើងអាចធ្វើការទិញនៅផលិតផលអីផ្សេងជាដើមដូចជាទិញភេសជ្ជៈកាហ្វេអាម៉ាស៊ូនអីផ្សេងដែលមាន scan QR code ជាមួយនឹងធនាគារ Print Bank ហ្នឹងបងប្អូនអរគ្នាអាចធ្វើការបញ្ជាទិញបានបាទអញ្ចឹងជាពិសេសនោះបងប្អូនអរគ្នាចង់រកលុយបញ្ចូលការទូរស័ព្ទបាទកម្មវិធីនេះគឺយើងអាចបញ្ចូលការទូរស័ព្ទបានអូខេអញ្ចឹងដើម្បីមកឲ្យខាតពេលយូរសម្រាប់បងប្អូនទាំងអស់គ្នាដែលមិនទាន់បាន subscribe នៅ channel YouTube របស់ខ្ញុំបាទសូមជួយ subscribe នេះមួយផងបាទអូខេអញ្ចឹងសម្រាប់អ្នកដែលចង់ចុះឈ្មោះជាមួយនឹងកម្មវិធីរបស់ខ្មែររបស់យើងនេះបាទបងប្អូនអរគ្នាគ្រាន់តែការចូលមកកាន់កន្លែងនេះមកបាទអ្នកសញ្ញាកន្លែងហ្នឹងមកដើម្បីយើងធ្វើការចុះឈ្មោះអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលចុះឈ្មោះឲ្យបងប្អូនអរគ្នានឹងឃើញខ្ញុំដាក់ link កន្លែងនេះខ្ញុំដាក់ថា link ចុះឈ្មោះដើម្បីទទួលបាន$5បាទអញ្ចឹងបងប្អូនអរគ្នាចុចតាមរយៈ link នឹងមកណាបាទចុច link នឹងមកបងប្អូនអរគ្នាគឺវានាំបងប្អូនអរគ្នាចូលមកកាន់កន្លែងនេះហើយនៅពេលដែលបងប្អូនអរគ្នាធ្វើការចុចមកកាន់បែបនេះហើយបងប្អូនអរគ្នាមើលកន្លែងនេះបាទអ្នកអញ្ជើញបាទអ្នកអញ្ជើញណាអ្នកអញ្ជើញនៅកន្លែងនេះគឺមិត្តភ័ក្តិរបស់អ្នកឈ្មោះរបស់ខ្ញុំបើសិនបងប្អូនអរគ្នាបានចុះឈ្មោះតាមរយៈ link របស់ខ្ញុំគឺឃើញឈ្មោះរបស់ខ្ញុំឈ្មោះអមអេនបានអញ្ជើញអ្នកឲ្យចុះឈ្មោះប្រើប្រាស់កម្មវិធី Print Mobile បន្តមកទៀតបងប្អូនអរគ្នាកន្លែងនេះគឺបងប្អូនអរគ្នាធ្វើការបំពេញនៅលេខទូរស័ព្ទដៃបាទបន្តបំពេញនៅលេខទូរស័ព្ទដៃបន្ទាប់មកបងប្អូនអរគ្នាធ្វើការយកលេខកូដកន្លែងនេះយកវាមកបំពេញនៅត្រង់ចំណុចនេះបំពេញនៅត្រង់ចំណុចនេះហើយបងប្អូនអរគ្នាធ្វើការចុចកន្លែងនេះផ្ញើកូដ OTP បើសិនជាបងប្អូនអរគ្នាអត់ច្បាស់ទេអាចឆាតមកកាន់ Telegram របស់ខ្ញុំបានបន្ទាប់ពីយើងចុចផ្ញើកូដ OTP នឹងហើយបងប្អូនអរគ្នាវានឹងផ្ញើលេខកូដទៅកាន់លេខទូរស័ព្ទដៃរបស់យើងបន្ទាប់មកយើងយកលេខកូដនឹងមកបំពេញនៅត្រង់ចំណុចនេះណាបំពេញនៅត្រង់ចំណុចនេះហើយយើងចុចកន្លែង confirm នឹងមកជាការស្រេចហើយបាទយើងចុចកន្លែងនឹងមកបាទដូចនេះជាដើមដូចខ្ញុំបង្ហាញបងប្អូនអរគ្នាអញ្ចឹងណាអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើការដាក់លេខទូរស័ព្ទដៃវាយអក្សរកន្លែងនេះចូលហើយបងប្អូនអរគ្នានឹងឃើញលេខកូដបែបនេះបាទបែបនេះហើយនាទីកន្លែងនេះវាមាន60វិនាទីអញ្ចឹងបងប្អូនអរគ្នាចុចគ្រីសកន្លែងហ្នឹងមកបងប្អូនអរគ្នាចុចទទួលយកការអញ្ជើញឥឡូវនេះមកជាការស្រេចអញ្ចឹងយើងចុចទទួលយកហ្នឹងមកបន្ទាប់ពីចុចទទួលយកហើយបងប្អូនអរគ្នាកន្លែងនេះវាដាក់ថាអបអរសាទរអ្នកបានក្លាយជាសមាជិករបស់យើងហើយសូមបើកកម្មវិធីដើម្បីដំណើរការនឹងចូលប្រើប្រាស់អញ្ចឹងបងប្អូនអរគ្នាគ្រាន់តែចុចទាញយកកម្មវិធីបាទទាញយកកម្មវិធីណាបន្ទាប់ពីទាញយកកម្មវិធីហើយបងប្អូនអរគ្នាគឺយើងមាន logo បាទនេះគឺ Print Bank មានឈ្មោះថា Print Bank ណាបាទអញ្ចឹងបងប្អូនអរគ្នាដន Print Bank នឹងមកបាទអូខេនៅពេលយើងដន Print Bank ហើយយើងធ្វើការចុចបើកវាពេលដែលចុចបើកវាហើយបងប្អូនអរគ្នាអាចធ្វើការselect យកភាសាខ្មែរមើលតាខ្ញុំឲ្យតន់ណាបងប្អូនអរគ្នាអញ្ចឹងអធិស្ឋានផងអាចថាឮសំឡេងខាងក្រៅដូចជាសំឡេងចរិតយមជាដើមដោយសារតែខ្ញុំថតនៅផ្ទះហើយយប់ម៉ោង7ជាងហើយបងប្អូនអរគ្នាអញ្ចឹងយើងយកភាសាខ្មែរមកបាទយើងយកភាសាខ្មែរមកបងប្អូនអរគ្នាដែលមិនទាន់មានកណីបាទយើងយកពាក្យថាបើកណី print account បាទបើកណី print account អញ្ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់តិចណាសម្រាប់កន្លែងនេះគឺសម្រាប់តែអ្នកដែលមិនធ្លាប់ប្រើប្រាស់កណី print ពីមុនមកបាទมันធ្លាប់ប្រើប្រាស់កណី print ពីមុនមកបើសិនតែធ្លាប់ប្រើហើយអត់បានទេសម្រាប់តែអ្នកថ្មីតែប៉ុណ្ណោះណាបាទអញ្ចឹងយើងចុចតាមខ្ញុំមកបើកកណី print e-account បាទចុចពឹបកន្លែងហ្នឹងមកបន្ទាប់មកបងប្អូនអរគ្នាបាទយើងអាចមើលតាមការណែនាំរបស់វាទៅបាទយើងមើលទៅហើយយើងគ្រាន់តែចុចកន្លែងនេះមកបាទនេះចុចកន្លែងហ្នឹងមកបាទពេលដែលចុចកន្លែងហ្នឹងហើយបងប្អូនអរគ្នាគឺវាឲ្យយើងធ្វើការបំពេញនៅលេខទូរស័ព្ទដៃពេញលេខទូរស័ព្ទដៃដែលយើងបានដាក់រួចម្ដងហើយអញ្ចឹងណាអញ្ចឹងយើងធ្វើការបំពេញលេខទូរស័ព្ទដៃកន្លែងហ្នឹងមករួចហើយយើងធ្វើការចុចបន្ទាប់បាទចុចបន្ទាប់កន្លែងហ្នឹង
អូខេពេលដែលចុចបន្ទាប់ហើយបងប្អូនអរគ្នាវាផ្ញើលេខកូដចំនួន6ខ្ទង់ទៅកាន់លេខទូរស័ព្ទដៃរបស់បងប្អូនអរគ្នាអញ្ចឹងយើងយកលេខកូដ6ខ្ទង់ហ្នឹងមកបំពេញនៅត្រង់ចំណុចហ្នឹងមកបាទបំពេញនៅត្រង់ចំណុចហ្នឹងមកណាហ្នឹងហើយពេលបំពេញនៅត្រង់ចំណុចហ្នឹងហើយបងប្អូនអរគ្នាគ្រាន់តែធ្វើការចុចសញ្ញាគ្រីសកន្លែងហ្នឹងមករួចហើយយើងចុចពាក្យថាជំហានបន្ទាប់ណាជំហានបន្ទាប់កន្លែងហ្នឹងមកបាទបន្តមកទៀតបងប្អូនអរគ្នាអាចធ្វើការអានគោលការណ៍កន្លែងនេះដាក់ថាសូមរៀបចំអត្តសញ្ញាណប័ណ្ណចំនួនថ្មីរបស់អ្នកត្រូវផ្តិតយកផ្នែកខាងមុខដែលរូបថតបានន័យថាបើយើងថតអត្តសញ្ញាណប័ណ្ណបាទថតអត្តសញ្ញាណប័ណ្ណរបស់យើងអញ្ចឹងណាអញ្ចឹងយើងចុចអូខេខ្ញុំរួចរាល់ខាងក្រោមហ្នឹងមកបាទអញ្ចឹងយើងអាចធ្វើការចុច allow កន្លែងនេះចុចកន្លែងហ្នឹងមកហើយចុច allow មួយទៀតមកអញ្ចឹងនៅត្រង់ចំណុចនេះបងប្អូនទាំងអស់គ្នាធ្វើការថតនៅអត្តសញ្ញាណប័ណ្ណរបស់បងប្អូនអរគ្នាបាទកន្លែងនេះគឺអ្នកនរគ្នាថតអត្តសញ្ញាណប័ណ្ណពីខាងមុខណាបាទថតអត្តសញ្ញាណប័ណ្ណរបស់យើងពីខាងមុខមកអធិស្ឋានលេងសំឡេងរំខានហ្នឹងហើយអធិស្ឋានផងឆ្កែព្រុសណាអូខេអញ្ចឹងនេះដូចខ្ញុំថតអញ្ចឹងណាវាមានពេលដែលថតហើយវាមានជាប់អត្តសញ្ញាណប័ណ្ណយើងកន្លែងនេះហើយនឹងឈ្មោះអត្តសញ្ញាណថ្ងៃខែឆ្នាំកំណត់របស់យើងគឺវាជួបនៅត្រង់កន្លែងនឹងអូតូបន្តិចតែម្ដងបាទយើងមិនចាំបាច់ពេញទេអញ្ចឹងមកទៅមកទៀតយើងអាចចុចយល់ព្រមកន្លែងនេះមកបាទចុចយល់ព្រមពឹបមកអញ្ចឹងកន្លែងនេះគឺវាឲ្យយើងថតរូបយើងផ្ទាល់ថតរូបរបស់យើងណាបាទថតរូបរបស់យើងផ្ទាល់ទៅយើងចុចកន្លែងនេះមកនេះចុចនេះមកពេលដែលថតរូបឃើញពេលដែលថតហ្នឹងវាឲ្យយើងសេរីខាងលើខាងក្រោមហ្នឹងវាមានរូបយើងអញ្ចឹងបើមានរូបយើងអញ្ចឹងណាយើងពវល់ធ្វើឲ្យវាចេញមកអញ្ចឹងបាទយើងថតរូបយើងផ្ទាល់បាទបន្ទាប់មកទៀតបងប្អូនអរគ្នាថតហើយយើងធ្វើការបំពេញបាទបំពេញទៅហើយកន្លែងនេះបងប្អូនអរគ្នាជ្រើសរើសយកដុល្លារក៏បានយកខ្មែរក៏បានអញ្ចឹងយកដុល្លារទៅស្រួលហើយកន្លែងនេះយក Cambodia កន្លែងនេះបាទចំណូលគេសួរពីចំណូលប្រាក់របស់យើងរយៈពេលមួយខែយើងទទួលចំណូលបានប្រមាណអញ្ចឹងណាចាប់ពី$100សម្រាប់ខ្ញុំចាប់ពី$100ដល់$500បើសិនបងប្អូនអរគ្នាអត់យល់ទេអាចឆាតមកកាន់ Telegram របស់ខ្ញុំបន្ថែមបានហើយខាងក្រោមនេះគឺយើងដាក់នៅខេត្តរបស់យើងនៅខេត្តណាស្រុកណានៅខេត្តណាអញ្ចឹងយើងដាក់ខេត្តហ្នឹងទៅហើយខាងក្រោមនេះទៀតគឺស្រុកបងប្អូនឲ្យនៅស្រុកណាយើងដាក់ទៅឃុំសង្កាត់នៅឃុំអីបាទភូមិអីណាយើងដាក់ទៅផ្លូវលេខប្រមាណផ្ទះលេខប្រមាណអញ្ចឹងយើងដាក់ឲ្យអស់មកបន្ទាប់មកយើងចុចពាក្យថាជំហានបន្ទាប់ចុចជំហានបន្ទាប់នឹងមកបាទអញ្ចឹងកន្លែងនេះវាដាក់ថាបន្ទាប់អ្នកនឹងបង្កើតឈ្មោះប្រើលេខទូរស័ព្ទសុវត្ថិភាពអញ្ចឹងយើងចុចអូខេខ្ញុំរួចរាល់ហើយទៅបាទអញ្ចឹងកន្លែងនេះវាឲ្យយើងធ្វើការបំពេញនៅឈ្មោះរបស់យើងអញ្ចឹងយើងបំពេញឈ្មោះរបស់យើងនៅត្រង់ចំណុចនេះមកនេះពេញឈ្មោះរបស់យើងណាជាអក្សរអង់គ្លេសពេចពឹបមកបន្ទាប់មកវាឲ្យយើងធ្វើការបំពេញនៅលេខសម្ងាត់ចំនួន6ខ្ទង់ឧទាហរណ៍តែយើងដាក់1 2 3 4 5 6អញ្ចឹងទៅអញ្ចឹងយើងដាក់ម្ដងហើយវាឲ្យយើងធ្វើការដាក់ម្ដងទៀតបាទយើងដាក់ម្ដងទៀតដូចគ្នាមកបាទបន្ទាប់មកកន្លែងនេះគឺវាចូលម្ដងកន្លែងនេះវាដាក់ថាprint e account បានបើកដោយជោគជ័យសូមស្វាគមន៍ការមកកាន់ print បាទ print បាទលេខគណនីរបស់យើងបាទនេះគឺជាលេខគណនីរបស់យើងហើយបាទលេខគណនីរបស់យើងអញ្ចឹងយើងអាចចុចបន្តទៀតទៅនេះនេះអញ្ចឹងនៅពេលដែលយើងរងចាំវាមួយសន្ទុះថាយ៉ាងយូរប្រហែលជា5នាទីដល់10នាទីចុះណាបងប្អូនទាំងអស់គ្នានឹងឃើញចំនួនបន្ទុករបស់យើងឃើញអត់នេះបន្ទុករបស់យើងគឺវាផ្ញើឲ្យភ្លាមតែម្ដងហើយបន្ទុកនឹងសួរថាយើងអាចយកទៅធ្វើអីបានយើងអាចយកវាទៅបញ្ចូលការទូរស័ព្ទយកវាទៅទិញផលិតផលផ្សេងដែលជាសាខាដៃគូភ្ជាប់ភ្នាក់ងារជាមួយនឹង Print Bank នឹងបាទអញ្ចឹងយើងអាចធ្វើការបញ្ជាទិញបានហើយបងប្អូនអរគ្នាថាអាចដកចាយបានអត់សម្រាប់ដកចាយយើងអាចដកចាយបានទេយើងបានតែបញ្ចូលការទូរស័ព្ទនិងទិញផលិតផលតែប៉ុណ្ណោះបាទឥឡូវយើងចូលទៅក្នុងកម្មវិធី print តែម្ដងទៅបាទខ្ញុំចូលទៅកម្មវិធី print របស់ខ្ញុំតែម្ដងបាទពឹបអូខេដើម្បីកុំឲ្យបងប្អូនអរគ្នារងចាំយូរអញ្ចឹងណាបាទឥឡូវខ្ញុំចូលមកកាន់ print របស់ខ្ញុំហើយបាទអញ្ចឹងដើម្បីយើងចូលទៅក្នុងមើលលុយរបស់យើងបាទមើលស្នេះរបស់យើងមើលបន្ទុករបស់យើងចូលនៅត្រង់កន្លែងពាក្យថាបន្ថែមនេះយើងចូលកន្លែងហ្នឹងមកបាទអញ្ចឹងយើងចូលកន្លែងរង្វាន់ print បាទចូលកន្លែងរង្វាន់ print នេះបាទយើងរងចាំតិចទៅបាទរង្វាន់ print សម្រាប់បងប្អូនអរគ្នាដែលចុះឈ្មោះថ្មីបងប្អូនអរគ្នានឹងទទួលបាន500នៅត្រង់កន្លែងនេះណា
ទទួលបាន500នៅក្នុងកន្លែងនេះតែសម្រាប់ខ្ញុំដោយសារតែខ្ញុំជាអតិថិជនចាស់ខ្ញុំអត់អាចទទួលបាន500ទេគឺខ្ញុំណែនាំទៅកាន់បងប្អូនអរគ្នាបើសិនជាបងប្អូនអរគ្នាចុះឈ្មោះទទួលបានជោគជ័យខ្ញុំទទួលបានពីបងប្អូនអរគ្នា200បាទក្នុងម្នាក់200ក្នុងម្នាក់200អញ្ចឹងបងប្អូនអរគ្នាអាចធ្វើការចុះឈ្មោះតាមការណែនាំរបស់ខ្ញុំទៅបាទហើយបងប្អូនអរគ្នាទទួលបាន500ស្មើនឹង$5ខ្ញុំទទួលបាន200ស្មើនឹង$2បាទអញ្ចឹងខ្ញុំជាអ្នកណែនាំទៅកាន់បងប្អូនអរគ្នាខ្ញុំទទួលបាន$2ឬក៏200បន្ទុកសម្រាប់បញ្ចូលការទូរស័ព្ទឬក៏ទិញផលិតផលផ្សេងៗអញ្ចឹងអូខេអញ្ចឹងសម្រាប់បញ្ចូលការទូរស័ព្ទបងប្អូនអរគ្នាត្រូវបញ្ចូលបែបណាអញ្ចឹងដើម្បីបញ្ចូលការទូរស័ព្ទបាទបងប្អូនអរគ្នាធ្វើការចូលកន្លែងនេះមកនេះទូទាត់ការទូទាត់នឹងមកតបមកយើងចូលកន្លែងទូរស័ព្ទដៃខាងលើនេះណាទូរស័ព្ទដៃខាងលើនេះអញ្ចឹងបងប្អូនអរគ្នាធ្វើការបំពេញនៅលេខទូរស័ព្ទដៃណាមួយដែលបងប្អូនអរគ្នាចង់បញ្ចូលមកនេះទូរស័ព្ទដៃរបស់ខ្ញុំអញ្ចឹងណាបន្តមកបងប្អូនអរគ្នាចុចកន្លែងនេះដាក់ចំនួនទឹកប្រាក់$1ពឹបដាក់$1មកយើងចុចបញ្ចូលឥឡូវនេះបាទបញ្ចូលឥឡូវនេះខាងក្រោមអូខេបាទបន្ទាប់មកបងប្អូនអរគ្នាវាយបញ្ចូលចំនួនបន្ទុកចឹងនេះវាឲ្យដាក់ចំនួនបន្ទុកនៅត្រង់ចំណុចនេះណាអញ្ចឹង100បន្ទុកយើងស្មើនឹង$1អញ្ចឹងបងប្អូនអរគ្នាអាចដាក់100អាយ៉ា100ទៅគឺវាកាត់$1ពីបន្ទុកយើងអូតូម៉ាទិកតែម្ដងបាទយើងអត់ចាំបាច់មានលុយនៅក្នុងកណីទេអញ្ចឹងវាកាត់$1ហ្នឹងពីបន្ទុកយើងដែលមានណាបាទពីបន្ទុកយើងដែលមានហ្នឹងចូលទៅកាន់លេខទូរស័ព្ទដៃរបស់យើងអូតូម៉ាទិកតែម្ដងបាទនេះដោយសារតែលុយរបស់ខ្ញុំអត់ទាន់អស់អញ្ចឹងខ្ញុំអត់ចង់បញ្ចូលទេហើយចាំមើលបើសិនបងប្អូនអរគ្នាចង់ដឹងកាន់តែច្បាស់ខ្ញុំនឹងបង្ហាញបងប្អូនអរគ្នានៅវីដេអូក្រោយតែម្ដងបាទដើម្បីឲ្យយល់កាន់តែច្បាស់ជឿជាក់អញ្ចឹងណាប៉ុន្តែគឺបាន100%ខ្ញុំបានធ្វើតេស្តសាកល្បងហើយគឺយើងបញ្ចូលបាន100%តែម្ដងបាទអញ្ចឹងធ្វើតាមខ្ញុំទៅអត់ខុសទេណាបងប្អូនអរគ្នាអូខេសម្រាប់ទិញផលិតផលអីគឺផ្សេងណាដូចគ្នាបាទយើងអាច scan QR code ទៅហ្នឹងហើយសម្រាប់នៅក្នុងកណីវាអត់លូតចូលទៅណានេះដោយសារតែលុយរបស់ខ្ញុំពីមុនវានៅសល់ពីមុនវានៅសល់ទេលុយរបស់ខ្ញុំអាហ្នឹងពីមុនវានៅសល់អញ្ចឹងទៅវាអត់បាត់ទៅណាទេហើយលុយដែលយើងចុះឈ្មោះហ្នឹងវាអត់ចូលកន្លែងហ្នឹងទេណាសូមបងប្អូនអរគ្នាមើលវីដេអូរបស់ខ្ញុំឲ្យយល់ឲ្យច្បាស់ឲ្យចប់តាមលំដាប់លំដោយនៃវីដេអូរបស់ខ្ញុំដែលបានបញ្យល់ណាបាទបានអាចធ្វើបានអញ្ចឹងវីដេអូនេះក៏ខ្ញុំបញ្ចប់តែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអរគ្នានឹងបានយល់បើសិនតែមិនយល់ទេសូមធ្វើការទាក់ទងមកកាន់ Telegram របស់ខ្ញុំបាទទាក់ទងមកកាន់ Telegram របស់ខ្ញុំដែលខ្ញុំបានដាក់នៅខាងក្រោមវីដេអូអញ្ចឹងណាបាទនេះTelegram របស់ខ្ញុំដាក់បាទឧទាហរណ៍ថាបងប្អូនអរគ្នាចូលមកកាន់វីដេអូរបស់ខ្ញុំអញ្ចឹងបងប្អូនអរគ្នានឹងឃើញTelegram របស់ខ្ញុំហីបាទចាំតិចណាបាទនេះនេះបងប្អូនអរគ្នា Telegram របស់ខ្ញុំបាទបងប្អូនអរគ្នាអាចធ្វើការឆាតមកកាន់ Telegram របស់ខ្ញុំបានណាដើម្បីសាកសួរព័ត៌មានផ្សេងបាទដើម្បីបងប្អូនអរគ្នាកាន់តែច្បាស់ណាបាទអូខេមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាហើយសម្រាប់ការចុះឈ្មោះជាមួយកម្មវិធីហ្នឹងគឺយើងតម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណឬក៏ passport បានយើងអាចចុះឈ្មោះជាមួយនឹងកម្មវិធីហ្នឹងបានបាទហើយសម្រាប់សមុទ្រកំណើតឬក៏អត្រាកោឋានហ្នឹងគឺខ្ញុំអត់ទាន់ដឹងទេថាវាអាចភ្ជាប់បានឬក៏អត់អាស្រ័យលើបងប្អូនអរគ្នាសាកល្បងមើលប៉ុន្តែអ្វីដែលខ្ញុំដឹងច្បាស់នោះគឺpassport ឬក៏អត្តសញ្ញាណប័ណ្ណតែប៉ុណ្ណោះណាដែលអាចចុះឈ្មោះបានជាមួយនឹង Print Bank ហ្នឹងបាទអញ្ចឹងវីដេអូនេះខ្ញុំក៏សូមបញ្ចប់តែប៉ុណ្ណឹងហើយក៏អធិស្ឋានដល់ការបញ្យល់ទៅមានការលឺលក់ខ្វះខាតត្រង់ចំណុចណាមួយក៏សូមអធិស្ឋានពីពុកម៉ែបងប្អូនអរគ្នាផងដែរហើយក៏អធិស្ឋានរាល់សម្លេងរំខានពីខាងក្រៅក៏ដូចជាសម្លេងឆ្កែព្រុសអីផ្សេងជាដើមបាទអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃមកតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទបាយបាយ